សុំធ្វើភាសាទៀតបងប្អូនវីដេអូនេះអត់បានទីសំខាន់ខ្លាំងណាស់បងប្អូនសៀមវាប្រងធ្វើរបងតាមព្រំដែនខែ4នេះហើយបងប្អូននិយាយថាទប់ស្កាត់ពាណិជ្ជកម្មអាក្រក់ហើយនឹងឧក្រិដ្ឋកម្មឆ្លងដែនហើយធ្វើអីធ្វើតែដីម៉ែឪហែងតែកុំធ្វើដីអញទេអត់មានមកធ្វើទេបងប្អូនចែករំលែកវីដេអូនេះឲ្យដឹងដល់បងប្អូនយើងក្នុងប្រទេសនិងក្រៅប្រទេសគណៈបកប្រឆាំងដោយមិនប្រឆាំងក៏ដោយអត់បានទេរឿងនេះរឿងធំណាស់បងប្អូនខ្ញុំសុកចិត្តហៅឈាមគឺមិនឲ្យវាធ្វើបងដាច់ខាតធ្វើដីវាទៅមិនឲ្យធ្វើដីខ្ញុំដាច់ខាតសុកចិត្តហៅឈាមនិយាយមែនគ្រប់ជំរាបសួរពុកម៉ែបងប្អូនក្នុងប្រទេសក្រៅប្រទេសទីគោរពបងប្អូនជួយចែករំលែកវីដេអូមួយនេះបានច្រើនខ្ញុំបន្ថែមពីលើអ្វីដែលបងប្រុសបានលើកឡើងគឺខ្ញុំគ្រប់គ្រង 100% បងប្អូនព្រោះអីថៃចង់ធ្វើរបងព្រំដែននៅខែ4ហើយការធ្វើវាអត់ទាន់មានកិច្ចព្រមព្រៀងកិច្ចចរចារវាងរាជរដ្ឋាភិបាលថ្នាក់ដឹកនាំកម្ពុជានិងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថៃដូច្នេះការធ្វើទាំងមានភាគីគឺជាទង្វើឈ្លានពានមួយដែលរំលោភច្បាប់អន្តរជាតិទាំងស្រុងដូច្នេះខ្ញុំអត់មានអ្វីច្រើនទេគឺមានតែការគ្រប់គ្រងនៅមតិដែលបងប្រុសបានលើកឡើងអញ្ចឹងបងប្អូនជួយចែករំលែកវីដេអូមួយនេះបានច្រើនផងហើយបងប្អូនខ្ញុំសូមជួយ follow page ខ្ញុំហើយនឹងជួយ share ចែករំលែកជួយចុចតាមដាន page ខ្ញុំឲ្យបានចំនួនមនុស្សcònច្រើនផងបងប្អូនដោយសារខ្ញុំនឹងលើកយកវីដេអូឲ្យកាន់តែល្អមកលើកនិយាយក្នុងបណ្ដាញសង្គមហើយបងប្អូនតាមដានវីដេអូក្រោយដែលជាវីដេអូដ៏សំខាន់តែវែងពេកខ្ញុំក៏លើកឡើងធ្វើអត់ទាន់អស់ដូច្នេះខ្ញុំធ្វើនៅវីដេអូក្រោយអញ្ចឹងបងប្អូនប្រហែលជា10នាទីទៀតគឺខ្ញុំផុសវីដេអូក្រោយមួយទៀតហើយដែលវីដេអូនោះពាក់ព័ន្ធយ៉ាងខ្លាំងជាមួយប្រទេសថៃនិងប្រទេសកម្ពុជាយើងនៅថ្ងៃខាងមុខបុណ្យចូលឆ្នាំខ្មែរយើងនេះបងប្អូនអញ្ចឹងសំខាន់ណាស់អញ្ចឹងបងប្អូនកុំភ្លេចតាមដានវីដេអូក្រោយផងសូមអរគុណ